ចុងក្រោយបណ្ដាំចុងក្រោយឈ្មោះកំហៃស័កមានបុណ្យស័កគឺជាមហាឧបរាជប្រចាំនៅក្នុងរាជវាំងមានលះអ្វីមានឈ្មោះជាមន្ត្រីប្រចាំក្នុងរាជវាំងបុណ្យស័កខ្ញុំគង់ទេមានគ្រប់អ្វីខ្ញុំជាមន្ត្រីក្រមរាជបញ្ជីព្រះអង្គប្រទានណាឲ្យមានក្រុមងារបញ្ជីណាព្រះអង្គជាម្ចាស់ណាបម្រើកិច្ចការនៅក្នុងរាជវាំងមានឋានៈគឺជាមហាឧបរាជកិច្ចការនៅក្នុងវាំងទាំងមូលខ្ញុំគឺជាអ្នកចាត់ចែងជំនួសប្រកាសណាចងម្ចាស់ជីវិតតម្កល់លើត្បូងខ្ញុំបានតាំងចិត្តរួចជាស្រេចថាទោះបីជាខ្ញុំលះបង់សាច់ស្រស់ឈាមស្រស់លះបង់ទាំងគ្រួសារឲ្យតែជាតិសាសនានិងព្រះមហាក្សត្រព្រមទាំងអាណាប្រជារាស្ត្រដែលរស់ក្រោមបារមីរបស់ទ្រង់មានសេចក្តីសុខគឺខ្ញុំមិនស្ដាយអ្វីទាំងអស់តែមានរឿងមួយដែលខ្ញុំឆ្ងល់លោកមេតបទី1ក្រោយពេលដែលគេទៅធ្វើសឹកសង្គ្រាមនៅឯជាតិដែននគរបានទទួលជ័យជំនះធ្វើឲ្យខ្មាំងសត្រូវបាក់បបខ្លោចខ្លាចពេលដែលលោកមេតបវិលត្រឡប់មកវិញបែរជាប្រកាសណាចង់ម្ចាស់ជីវិតតម្កល់ត្បូងបានព្រះរាជទាននៅព្រះរាជទ្រព្យព្រមទាំងវិមានប្រកសឲ្យក្រុមគ្រួសារលោកមេតបគឺជាអ្នកគ្រប់គ្រងរវាងខ្ញុំហើយនិងលោកមេតបបម្រើការនៅក្នុងរាជវាំងច្រើនឆ្នាំជាមួយនឹងគ្នាយើងស្រឡាញ់គ្នាបដូរផ្ដាច់ជាមួយនឹងគ្នាខ្លាំងណាស់ចុះលោកមេតបបានធ្វើអ្វីដែលមានតម្លៃពិសេសបានជាទ្រង់សពរាជហត្ថីបែបនេះបើអញ្ចឹងខ្ញុំត្រូវតាមដានឲ្យច្បាស់ស្រួលទៅថ្ងៃមុខខ្ញុំត្រូវតែយកតម្រាប់លោកមេតបដើម្បីទឹកដីបរិយានគរទាំងមូលយើងត្រូវតែធ្វើឲ្យល្អយទីបំផុតខ្ញុំឈ្មោះសម្រិទ្ធធីជ័យមានក្រុមមងារជាមេតបទី1ប្រចាំព្រះបរមរាជវាំងមានមោទនភាពណាស់ដោយសក្តិសង្គ្រាមលើកនេះបានទទួលជ័យជំនះហើយតាំងចិត្តណែផ្ដាច់ញាស្រី
ក្រុមមងីគឺជាមេតបទី1ប្រចាំនៅក្នុងរាជនគរពិតជាមានមោទនភាពណាស់ក្នុងការធ្វើសឹកសង្គ្រាមលើកនេះគឺបានទទួលនូវជ័យជំនះកំចាត់អស់ពពួកខ្មាំងសត្រូវទាំងឡាយមិនឲ្យឈ្លានពានទឹកដីនៃរាជនគរបានឡើយប៉ុន្តែទន្ទឹមនឹងភាពជោគជ័យនិងភាពរីករាយនេះនៅក្នុងនោះក៏មានភាពសោកស្ដាយនិងសោកសៅផងដែរព្រោះតែអស់លោកពលទាហានច្រើនណាស់ដែលបានពលីជីវិតនៅក្នុងសឹកសង្គ្រាមមួយនេះប៉ុន្តែទោះបីជាអស់លោកបានបាត់បង់ជីវិតនៅក្នុងសឹកសង្គ្រាមនេះមែនតែកេរ្តិ៍ឈ្មោះរបស់អស់លោកបានបន្សល់ទុកនៅឲ្យកូនខ្មែរចំនួនក្រោយបានទទួលដឹងឮថាអស់លោកជាមនុស្សដែលមានឆន្ទៈមោះមុតណាស់ស្នេហាជាតិមាតុភូមិដើម្បីជាតិសាសនាព្រះមហាក្សត្រអស់លោកស៊ូបូជាជីវិតការពារជាតិនិងទឹកដីដូច្នេះហើយអស់លោកបើទោះបីជាបាត់បង់ជីវិតប៉ុន្តែនាមក្នុងមានតម្លៃជាទីបំផុតនាមលោកគឺជាកុលបុត្រដែលមានចិត្តស្នេហាជាតិព្រះអង្គជាម្ចាស់ទ្រង់យកប្រតិទុកដាក់ណាស់ចំពោះអស់លោកពលទាហានដែលបាត់បង់ជីវិតនៅក្នុងសឹកសង្គ្រាមលើកនេះដោយព្រះអង្គបានប្រទានជារាជទ្រព្យសម្រាប់ឲ្យក្រុមគ្រួសាររបស់អស់លោកធ្វើជាពិធីបុណ្យនិងចិញ្ចឹមក្រុមគ្រួសារប្រពន្ធកូនរបស់អស់លោកផងដែររីឯចំណែករូបខ្ញុំពិតជាមោទនភាពដ៏ខ្ពង់ខ្ពស់បំផុតដោយព្រះអង្គទ្រង់សពតិព្រះអង្គបានប្រទាននៅវិមានពពកសជារង្វាន់ខាន់ខោសម្រាប់រូបខ្ញុំពិតជារភើបចិត្តណាស់រួចហើយថ្ងៃនេះប្រកាសណាព្រះអង្គជាម្ចាស់ទ្រង់បានកោះហៅអស់លោកមេតបព្រមទាំងមហាអបរាជនិងមហាសេនាទាំងអស់ដើម្បីធ្វើដំណើរចូលទៅរោងជំនុំព្រោះព្រះអង្គជាម្ចាស់រៀបចំជាពិធីលេសាយភោជបើដូច្នេះធ្វើដំណើរចូលទៅបង្គំគាល់ព្រះអង្គសិនអស់លោកកាបដីនិមន្តសពមុខមន្ត្រីមាននំមាននាងភីលៀនសេនាម៉ាត់ទាំងអស់គ្នា ព្រះករណាថ្លៃពិសេស ថ្ងៃនេះយើងសប្បាយនឹងរីករាយក្នុងប្រតិបំផុតដែលបានអស់លោករៀបចំនៅក្នុងពិធីលៀងសាយភោជដូច្នេះបើអញ្ចឹងអស់លោកមានកិច្ចការអ្វីសូមអស់លោកចាត់ចែងផងចុះណា បបិទ្ធព្រះករណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងភរិយាទី2របស់ទូព្រះបង្គំជាខ្ញុំបានរៀបចំទាំងភ្លេងរាជទ្រព្យនិងរបាំរាជទ្រព្យថ្វាយដល់ព្រះករណាជាអង្គម្ចាស់យាងទៅក្នុងពេលនេះផងក្រាបទូល អញ្ចឹងផងហ៎ មេត្រាព្រះអង្គជាម្ចាស់ រៀបចំទៅណា ដូច្នេះសូមព្រះអង្គជាម្ចាស់ អង្គការក្រាបទូល ទ្រង់គង់ចាំតតចុះក្រាបទូល ពិតមែន ខ្លាចតែបានព្រះរាជទ្រព្យចាប់ដើម នេះជាទឹកប្រច័នណា មិនអីទេបើអញ្ចឹងថ្ងៃនេះទោះបីជាយ៉ាងណាក៏ដោយយើងសប្បាយក្នុងប្រតិខ្លាំងពេកពេលនេះយើងនៅសើចប្រច័នហើយ សូមអញ្ជើញព្រះករណាជាម្ចាស់ទ្រង់សោយតាមការគួរក្រាបទូលទូលព្រះបង្គំក៏សប្បាយចិត្តដែរឃើញព្រះអង្គទ្រង់សប្បាយប្រតិយ៉ាងនេះ ជំនាញឲ្យជារស់ណាពិតជំនាញឲ្យជារស់ពិតមែននេះ សូមភ្លេងព្រះរាជទ្រព្យនិងរបាំរាជទ្រព្យចាប់ផ្ដើមប្រគំថ្វាយដល់ព្រះករណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងទៅនៅក្នុងពេលនេះភ្លាម អ
អ្វី ត្រកងប្រកាយ ពេលដែលយើងសោយទឹកប្រចាំនេះហើយបើជាមានអាការៈដូចឆ្នៃទៅវិញ ឆាប់យកទឹកប្រចាំឲ្យទៅលោកម្នាក់ភ្លាមទៅ យ៉ាងម៉េច ពីបាក់ក្នុងប្រកាយណាអូយ ប្រកាសចោល ប្រងជាម្ចាស់ យ៉ាងមិនឲ្យលោកសេនាតើពេលលោកម្នាក់យ៉ាងមិនឲ្យ លោកសេនាយ៉ាងម៉េចហើយ វីបោឲ្យលោកវិទត យ៉ាងម៉េច ពេលលោកប្រឌិតឃើញថានៅក្នុងកែបទឹកចាននេះពិតជាមានថ្នាំពុលមិនក្រាបទូល ថាក្នុងកែប្រចាំ អ្នកធ្លាប់មានអាការៈដូចរូបខាងក្រោមដែរឬទេឈឺក្នុងចង្កេះចុករយទាំងចង្កងឈឺសន្លាក់ដៃជើងចុករយពេញទាំងខ្លួនរសេះរសោះអស់កម្លាំងងប់មិនរួចស្ពឹកមួយចំហៀងខ្លួនកេងមិនលក់រោគប្រសើតប្រសាទឈឺក្បាលឈឺក្រពះពោះវៀនរំไรណែនទ្រូងថប់ដង្ហើមឬដងបាតអ្នកឡើងជាតិអាស៊ីតឈឺឆ្អឹងឆ្អែងបើដូច្នេះមែនយើងខ្ញុំសូមណែនាំបងប្អូនមកប្រើប្រាស់ឱសថបុរាណខ្មែរសុរិនទ្រត្រាលោកតាអេសីដែលជាឱសថបុរាណផ្សំចេញពីរុក្ខជាតិបុរាណសុទ្ធសាធរួមមានយិនសិនផ្សិតលីងជឺខ្ជីខ្មៅនិងឱសថបុរាណជាច្រើនមុខទៀតទំនាក់ទំនងបានតាម ថ្នាំពុល នៅក្នុងខែប្រចាំជាមានថ្នាំពុល យ៉ាងម៉េច បាច់បានជួយចាំ លៀង នេះមានរឿងអី ពីបោះហើយ យើងបានឲ្យនាងនេះយកកែប្រចាំមកថ្វាយដល់ប្រកាសណាចောင်းម្ចាស់ហេតុអីបានជានាងដាក់ថ្នាំពុលនៅក្នុងកែប្រចាំបែបនេះទៅវិញហ៎ មិនមែនជាខ្ញុំម្ចាស់ទេណាក្រាបទូល បើមិនមែនជានាងតែណាជាធ្វើ តើជាណា ស្ដាប់ខ្ញុំម្ចាស់បកស្រាយសិនណាក្រាបទូលពេលដែលខ្ញុំយកកាយប្រច័ននេះយកមកថ្វាយព្រះអង្គពេលនោះលោកមេតបបានយកកាយប្រច័នមួយទៀតមកដោពីខ្ញុំម្ចាស់តែលោកនិយាយថាប្រច័ននោះលោកយកមកថ្វាយព្រះអង្គណាផ្ទាល់គឺជាថ្នាំបៅណាក្រាបទូល នាងភីលៀងបាច់បានជានាងនិយាយបែបនេះ អំទៅកូនចាំទៅវិញ ព្រះអង្គមិនបាត់ទេ លោកបីត ទូព្រះបុគ្គលមិនបានដឹងរឿងនេះទេក្រាបទូល តែនាងមិនបានទូលថ្វាយដល់ត្រង់ច្បាស់រឿងកែប្រចាំនេះទូលព្រះបង្គំគឺជាអ្នកឲ្យនាងមិនរៀបចំដល់ថ្វាយដល់ត្រង់ហើយចុះហេតុអីបានជាលោកមិនតបមកដល់ព្រឹកដល់ផ្លូវបើជាមានការដោះដូរកែប្រចាំជាមួយនឹងមិនដែលជ្រាបបម្រើទូលព្រះបង្គំជាខ្ញុំទៅវិញ លោកអបរាជកំហែងស័ក្តិរឿងនេះខ្ញុំមិនបានដឹងទេនាងភីលៀងហេតុ សូម អ្វី ទ្រង់មានព្រះព្រះផងលោកមិនតបមើលទៅមិនមែនជាពលល្អទេក្រាបទូល ប្រង យើងខំទុកប្រជ័យលើលោកផ្ទុយទៅវិញបែរជាលោកចង់ធ្វើគុតយើង អេ លោកមហោប្រាជ្ញ ប្រកាសណាថ្លៃផ្សាយ ទោះបីជាយ៉ាងក៏ដោយមិនត្រូវលើកលែងឲ្យលោកមិនតបទី1ទេធ្វើយ៉ាងណាក៏ដោយចុះត្រូវតែមានទោសជាដាច់ខាតព្រោះលោកមិនតបក្បត់ខ្ញុំ ទូលព្រះបង្គំយល់ឲ្យក្រាបទូលលោកសេនាយាងព្រះអង្គចូលព្រះក្រាបបង្គំហើយចេញពេលលួងដល់ព្រះអាការៈពលព្រះអង្គជាបានសាស្ត្រភ្លាមទៅលោកមិនតបហេតុអីបានជាលោកមានគំនិតអាក្រក់បែបនេះព្រះអង្គសពប្រតិជាមួយនឹងលោកខ្លាំងណាស់ផ្ទុយស្រឡះបែរជាលោកប្រើអបាយកលខ្មៅក៏ខ្វាក់ដាក់ថ្នាំបំពុលសម្រាប់ដល់ប្រកាសណាចង់ម្ចាស់ដូច្នេះពេលនេះទ្រង់បានចេញរីបជាហើយថាត្រូវតែយកលោកទៅដាក់មន្ទីរឃុំឃាំង ពុទ្ធោ បងកំហែងសើរឿងនេះមិនពិតទេណាបងណា ហេតុអី បងជួយទូលថ្វាយដល់ព្រះអង្គម្ដងទៀតទៅរឿងនេះបងប្រុសរបស់ខ្ញុំគាត់មិនកំហុសទេគាត់មិនបានដឹងរឿងនេះទេណាបងគាត់ជំនាញណាស់ទេតែយ៉ាងកំហុសណាបងជាមិនទេ មិនពិតទេហេតុអី ចង់ឡើងតំណែងមិនសាច់លឿន ខំស្ម័គ្រខំស្មោះ លោកសេនាដោះសោះចេញពីស្មាដោះព្រះសេនាចេញពីភ្លាម អងខ្សាត់ថ្លៃចង់បានអនសាក់ដល់ថ្នាក់ធ្វើកិច្ចព្រះអង្គ គួខ្សាត់ថ្លៃម៉ែដាក់ទុំសា
របស់យើងមិនបានបានដល់ជា ឲ្យត្រង់ដាក់ណែទងសាកាត់តោប្រហាដល់ទូលព្រះមេបង្គំមេ លោកអបរាជកំហៃស័កភួងកែវដែលជាប្រពន្ធរបស់លោកទោះបីជាប្អូនរបស់ខ្ញុំប៉ុន្តែប្អូនរបស់ខ្ញុំមិនពាក់ព័ន្ធទេតែខ្ញុំកំពុងតែមិនយល់ធម្មតាក្រយ៉ាព្រះស្កយរបស់ព្រះអង្គមុនពេលដែលយកឲ្យទ្រង់សោគឺសិតសឹងតែមានការឆ្លងកាត់នៃអ្នកត្រួតពិនិត្យក្រយ៉ាព្រះស្កយព្រះអង្គទាំងអស់ចោះរឿងអ្វីហេតុអ្វីបានជាបណ្ដោយឲ្យក្នុងទឹកប្រចាំនេះបែរជាមានថ្នាំពុលបែបនេះទៅវិញខ្ញុំបាននិយាយរួចហើយថាទឹកប្រចាំមួយកែវនេះខ្ញុំគឺជាអ្នករៀបចំដើម្បីមកថ្វាយដល់បកូនណាលោកគឺជាអ្នករៀបចំតែលោកទេពេលដែលអ្នកបម្រើរបស់ខ្ញុំធ្វើដំណើរមកលោកបែរជាខាត់អ្នកបម្រើរបស់ខ្ញុំហើយដោកែវប្រចាំជាមួយអ្នកបម្រើរបស់ខ្ញុំលោកមានបានលឺអ្នកបម្រើរបស់ខ្ញុំទូថ្វាយដល់បកូនណាដែរទេលោកមហាអបរាជមើលទៅពេលនេះសម្ដីរបស់ពេលនេះហាក់បីដូចជាស័ក្តិសិទ្ធិក្នុងការបញ្ជាក់ថារឿងរ៉ាវទាំងអស់នេះខ្ញុំគឺជាអ្នកធ្វើប៉ុន្តែអាក្រក់ល្អសនឹងខ្មៅការពិតយ៉ាងណាខ្លួនខ្ញុំគឺខ្ញុំជាអ្នកដឹងច្បាស់ណាស់ឲ្យយុត្តិធម៌សម្រាប់ខ្ញុំខ្ញុំខំបម្រើប្រកាសណាខ្ញុំបូជាជីវិតខ្ញុំប្រឡូកនៅក្នុងសមរភូមិជាមួយខ្មាំងសត្រូវតែខ្ញុំមិនដែលសោកស្ដាយមិនដែលគិតពីអាយុជីវិតសង្ខាររបស់ខ្ញុំទេដើម្បីជាសាសនាព្រះមហាក្សត្រនិងជនរួមជាតិទាំងអស់ចោះរឿងអីហេតុអីក៏ខ្ញុំបែកជាក្បត់ព្រះអង្គរហូតដល់ថ្នាក់ខ្ញុំចង់ធ្វើខុសបើប្រសិនជាលោកចាំដោះសារនៅសវនាការចំពោះប្រភេទរបស់លោកអបរាជលោកណាចាំចូលណាឈប់សិនពួកកែវវាឈប់សិនអូនលោកអបរាជមេតាឲ្យជួយប្រាប់ប្រពន្ធកូនផងករណីចោលម្ចាស់ជីវិតអង្គលើត្បូងឲ្យលោកមេតបជប់មន្ទីរឃុំឃាំងតែប៉ុណ្ណោះហេតុអីក៏ចាប់ចងបែបនេះទៅវិញទ្រង់បានចេញរាជបញ្ជាយកលោកមេតបទៅដាក់មន្ទីរឃុំឃាំងចោះលោកមិនបានគិតទេថាធម្មតាទេទោះមុនពេលដែលយកចូលក្នុងមន្ទីរឃុំឃាំងតើត្រូវធ្វើអ្វីខ្លះលោកអបរាជលោកមេតបក៏ធ្លាប់មានគុណសម្បត្តិបម្រើប្រទេសជាតិដែរក្នុងមួយគ្រានេះមិនទាន់ចោទប្រកាន់ថាលោកមេតបនេះជាអ្នកដាក់ថ្នាំបំពុលទៅលើព្រះច័ន្ទនោះដែរចោះខ្ញុំគ្រាន់តែចូលមកទៅមានន័យថាខុសគឺជាបញ្ជារបស់កូនណាតើលោកអបរាជខ្ញុំជាមហាសេនាការពីប្រងទៅផ្ទាល់ខ្ញុំក៏មានសិទ្ធិសួរចម្លើយលោកដែរក៏ប៉ុន្តែប្រកាសណាចអម្ចាស់
បានផ្ដល់ត្រាំមកជាទៅដល់លោកហ៊ានធ្វើបែបនេះទោះជាយ៉ាងណាក៏ត្រូវមានសិទ្ធិឲ្យគាត់ត្រឹមតែជាប់មន្ទីរគុំឃាំងមិនហើយមិនត្រូវចាប់ចងបែបនេះទេ បានហើយលោកមហាសិទ្ធិលោកមិនចាំបាច់ប្រកាច់ដោះសារជាមួយនឹងលោកអបរាជទេយ៉ាងណាពេលនេះរាជបញ្ជារបស់ព្រះអង្គដាច់ខាតចំត្រូវតែមានទោសហើយអួងកើ លោកស្រី សូមដល់ដំណឹងនេះឲ្យប្រពន្ធកូនបងបានមក លោកមេតុងលោកមហាសិទ្ធិលោកដូចជាធ្វើជ្រុលពេកហើយលោកអួតក្តៅថាលោកគឺជាអ្នកកងការពារបកូនណាចង់ម្ចាស់ជីវិតតម្កល់ត្បូងចុះពេលនេះទ្រង់មានទុកទ្រង់បានចេញរាជបញ្ជាដាក់ទោសចំពោះលោកមេតុងឬមួយលោកមានគំនិតរួមជាមួយលោកមេតុងដាក់ថ្នាំបំពុលធ្វើគុតដល់ទ្រង់ណាលោកអបរាជយ៉ាងម៉េច លោកសេនាឋានៈតូចជាងប្តីខ្ញុំណាស់ដកដង្ហើមវែងណាក្រែងលោកបាននៅក្នុងរាជវាំងយូរបន្តិចធ្វើតាមទុនទីរបស់លោកចុះគ្រប់យ៉ាងព្រះអង្គដាក់រាជបញ្ជាឲ្យលោកអបរាជនេះដោះស្រាយលោកគ្មានសិទ្ធិអញ្ជើញលោកអបរាជខ្ញុំមិនចង់ឲ្យលបងនេះប្រើកម្លាំងឬក៏ប្រើធម៌ពលអីឲ្យអស់ចាស់ខាងពេកទេព្រោះគាត់តែព្រះអង្គម្ចាស់ដាក់រាជបញ្ជាឲ្យគ្រប់យ៉ាងនៅក្នុងរាជវាំងនេះលោកអបរាជជាអ្នកគ្រប់គ្រងគឺវាស័ក្តិសមបំផុតទៅហើយ បងអរគុណហើយ ណាតូចតាចគឺវាជារឿងធម្មតាទេលោកប្តី មិនអីទេចំណែកអូនក៏ជាមនុស្សស្រីដែលមានស្មារតីរឹងមាំល្អណាស់រវាងយើងពីរនាក់ពេលបាននៅក្បែរប្រកាសដល់ជាអង្គម្ចាស់យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងឲ្យត្រង់សពតិរវាងដីប្រពន្ធយើងទាំងគ្រួសារតែម្ដង បើពីគុណមិនខ្លាំងធ្វើយ៉ាងម៉េចធ្វើជាប្រពន្ធលោកអបរាជ ចម្រើនពរញាតិញោមអាត្មាគង់នៅវត្តអង្គគោករវៀងមានជ័យស្រីដែលជះស្ថិតក្នុងឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្ដាលក៏អាត្មាបានជាវឆ្នាំឱសថបុរាណខ្មែរសរិនដែលមានត្រារូបអីសីក្រងស្បង់ក្រហមនេះឆ្នាំនេះមានប្រសិទ្ធភាពហ្នឹងហើយព្យាបាលជំងឺឈឺចង្កេះចង្កង់ស្មាបាតដៃខ្នងដើរមិនរួចហើមចុកពេញខ្លួនពិបាកដើរឈរអង្គុយឬក៏ស្លាប់មួយជំហៀងខ្លួនញ័រដៃជើងធ្វើការមិនកើតឈឺឆ្អឹងពោតឆ្អឹងប្រពះពវៀននឹងក៏ត្រូវដែរមិនមែនជាប្រភេទស្រាទឹកស្រាទេហើយក៏មិនប៉ះពាល់ដល់សុខភាពឡើយក៏ហើយថ្មបានឆ្នាំនេះអស់ចំនួន2ដបហើយមានប្រសិទ្ធភាពអូខេឥឡូវនេះថ្មក៏ចាប់ដើមជាវពីរដបទៀតហ្នឹងហើយជាទុកឲ្យហើយចោះបើញាតិញោមមានអាការៈឈឺឆ្អឹងឈឺស្អែងឈឺជង្គង់ហើមជង្គង់អីហ្នឹងទលាកសរសៃគៀបសរសៃអីហ្នឹងនឹងពិសាបានចំណាយអស់ប្រហែលជា2-3 ដបទៅញោមអាចដឹងឲ្យតម្លៃក៏មិនថ្លៃប្រហែលដែរតម្លៃថ្លៃសមរម្យឯញោមហ្នឹងហើយព្រោះតាមពេទ្យក៏វាអស់ច្រើនដែរអស់ច្រើននេះជាខ្មែរឱសថបុរាណខ្មែរសរិនហ្នឹងហើយមកពីថៃនេះពិតប្រកបថាគេមិនខ្លាំងខ្លាយទេក៏ចឹងសូមញាតិញោមសាកបងប្រើឆ្នាំនេះសាកមើលទៅលោមកចលថាអីអស់តាសាកមើលតា3ថ្ងៃឬក៏5ថ្ងៃមួយអាទិត្យដឹងហ่ะដឹងធូរដឹងអីហើយបាយបានសម្រានលក់ស្រួលហ្នឹងហើយបាត់ដៃបាត់ជើងឲ្យយើងស្រួលដែរក៏ចឹងបាននឹងចាស់ហ្នឹងហើយខ្ញុំប្រើសាក